រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីលោក Alan Gahartarto បាននិយាយប្រាប់អ្នកជោគព័ត៌មាននៅក្នុងទីក្រុង Washington ថាប្រទេសឥណ្ឌូនេស៊ីនឹងកាត់បន្ថយការបញ្ជាទិញរាល់ទំនិញទាំងឡាយណាដែលមិនមែនជាផលិតផលរបស់សហរដ្ឋអាមេរិកដោយជំនួសមកវិញនៅបង្កើនការនាំចូលទៅលើចំណីអាហារនិងទំនិញជាច្រើនប្រភេទទៀតដែលផលិតដោយសហរដ្ឋអាមេរិកនេះបញ្យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី18 ខែមេសាឆ្នាំ2025លោក Gahartarto បានឲ្យដឹងទៀតថាឥណ្ឌូនេស៊ីបានស្នើបង្កើនការនាំចូលពីសហរដ្ឋអាមេរិករួចហើយគឺវាមានទំហំជាទឹកប្រាក់រហូតដល់ទៅ$19,000 លានហើយចំពោះកំណើននៃការបញ្ជាទិញខាងលើនោះគឺមានការរួមបញ្ចូលទាំងការនាំចូលនៅប្រភពថាមពលដែលមានតម្លៃប្រហែលជា$10,000 លានផងដែរពលគឺធ្វើយ៉ាងណាដើម្បីអាចលុបបំបាត់នៅអធិរាជពាណិជ្ជកម្មរបស់ខ្លួនជាមួយនឹងទីក្រុង Washington ក្នុងអតីតកាលដោយក្តីសង្ឃឹមមួយថាប្រទេសរបស់ខ្លួននឹងអាចជៀសផុតពីពន្ធគយដែលគំរាមកំហែងដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump